ជាដំបូងខ្ញុំប្រកាសណាខ្ញុំបាទសូមក្រាបថ្វាយបង្គំព្រះថេរានោះទីគ្រប់ព្រះអង្គនឹងធ្វើការរាប់អានចំពោះព្រាហ្មណ៍ដែលចូលចិត្តតាមដានការអត្ថាធិប្បាយរបស់ខ្ញុំអំពីជីវប្រវត្តិអ្នកប្រាជ្ញខ្មែរយើងពីសម័យដើមនៅក្នុងគណៈពេលនេះខ្ញុំសូមធ្វើការអត្ថាធិប្បាយជីវប្រវត្តិរបស់លោកសឹមវ៉ាកើតនៅថ្ងៃទី2ខែកុម្ភៈឆ្នាំ1906ក្នុងគ្រួសារអ្នកស្រែនៅភូមិត្បូងឃ្មុំខេត្តកំពង់ចាមនៅសម័យមុនប៉ុន្តែនៅសម័យនេះនៅខេត្តត្បូងឃ្មុំលោកឪពុករបស់លោកដែលមានឈ្មោះថាមុំសឹមនិងអ្នកម្ដាយដែលមានឈ្មោះថាគឿងការអប់រំរបស់លោកសឹមវ៉ាបានចូលរៀននៅសាលាបឋមសិក្សានៅសាលារៀនស្រុកកំណើតរបស់ខ្លួននៅឯខេត្តកំពង់ចាមហើយបន្ទាប់មកលោកបានទៅបន្តការសិក្សារហូតដល់ចប់នៅក្នុងស្រុកកំណើតហើយបានបន្តការសិក្សានៅរាជធានីភ្នំពេញនៅក្នុងអនុវិទ្យាល័យព្រះស៊ីសុវត្ថិហើយបានបញ្ចប់នៅសាលានោះផងដែរជីវិតនិងការប្រឡូកចូលនយោបាយរបស់លោកគឺជាអ្នកនយោបាយចិត្តនិយមខ្មែរដ៏លេចធ្លោមួយរូបហើយជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចំនួន2លើកក្នុងសម័យសង្គមរាស្ត្រនិយមចិត្តនឹងព្រះរាជាវាងក្នុងចំណោមអ្នកមានគំនិតចិត្តនិយមមុនដំបូងជាមួយអតីតយុទ្ធជនសង្គ្រាមលោកលើកទី1លោកប៉ាឈឿននិងលោកសឺនុកថាញ់អ្នកទាំង3បានបង្កើតសមាគមនគរវត្តហើយបានបោះពុម្ពផ្សាយសារព័ត៌មានដែលមានឈ្មោះដដែលនៅក្នុងឆ្នាំ1936លោកគឺជាអ្នកផ្ដើមគំនិតនៃសារព័ត៌មានឌីលថ្មេះឈ្មោះក្របីព្រៃសារព័ត៌មាននគរវត្តត្រូវបានផ្គត់ផ្គង់ដោយព្រះអង្គម្ចាស់សុរាមរិទ្ធត្រូវបានប្រកែកដោយព្រះអង្គម្ចាស់មុនីរ៉េដែលលោកសឹមវ៉ាបានក្លាយជាអ្នកចំណិតម្នាក់លោកក៏បានទំនាក់ទំនងល្អជាមួយព្រះមហេសីខុសមាមេដារបស់សម្ដេចសៀនុការការពាររបស់ព្រះអង្គម្ចាស់ស្ត្រីមានប្រយោជន៍ណាស់សម្រាប់លោកក្នុងសម័យសង្គមរាស្ត្រនិយមដើម្បីទប់ទល់នឹងកំហឹងរបស់ព្រះអង្គម្ចាស់សៀនុដែលមិនព្រមទទួលគំនិតឯករាជ្យរបស់លោកបន្ទាប់ពីទីបង្គត់នៃព្រះបាទមុនីវង្សលោកបានធ្វើការឃោសនាជួយព្រះអង្គម្ចាស់សុរាមរិទ្ធហើយរក្សាទំនាក់ទំនងនឹងព្រះរាជវាំងដោយសារខ្សែទាក់ទងជិតស្និទ្ធជាមួយនឹងខុសមាមេដាបៃតារបស់ព្រះបាទសម្ដេចសៀនុក្រោយព្រឹត្តិការណ៍ជប៉ុនចាប់បារាំងនៅថ្ងៃទី9ខែមីនាឆ្នាំ1945លោកបានឡើងធ្វើជានាយកកិច្ចការបរទេសក្នុងគណៈរដ្ឋមន្ត្រីនៃលោកសឺនុកថាញ់ក្នុងតំណែងនេះលោកបានដឹកនាំបេសកកម្មយកការសំខាន់មួយដែលមានបេសកជនជាច្រើនរូបលាក់ខ្លួនក្រោមឈ្មោះភ្នាក់ងារកុងស៊ុលដោយបានដកចេញដោយបារាំងនៅខែមីនាដល់ខែមេសាឆ្នាំ1946រួមជាមួយនឹងលោកអ៊ីងកឺសនិងលោកឈៀនវមនិងលោកបានបង្កើតឡើងនូវគណៈបកប្រជាធិបតេយ្យជាអាជីវករព្រៃឈើនៅតំណាងខេត្តពោធិ៍សាត់កំពង់ឆ្នាំងលោកបានឈរឈ្មោះនិងជាប់ជាតំណាងរាស្ត្រក្នុងពេលបោះឆ្នោតនៅថ្ងៃទី1ខែកញ្ញាឆ្នាំ1946និងជាអនុប្រធានសភាឲ្យយុបល់នៅថ្ងៃទី27ខែកុម្ភៈឆ្នាំ1947ត្រូវបានចាប់ខ្លួនជាមួយជន17រូបទៀតដោយកងនយោបាយយោធាបារាំងក្រោមបទចោទថាជាសមាជិករបស់ក្រុមផ្កាយខ្មៅនេះដែលបង្កើតឡើងដោយលោកសឺនុកថាញ់ដែលមានសញ្ញាថាប៉ូលីសសម្ងាត់របស់លោកសឺនុកថាញ់តាមឯកសារប្រភពបារាំងជាក្រុមសម្ងាត់ដែលបង្កសកម្មភាពប្រឆាំងបារាំងផ្គត់ផ្គង់ដល់ក្រុមបះបោរអ៊ីសារ៉ាធ្វើឲ្យខ្សោយអ្នកធំខ្មែរដែលយល់ព្រមទទួលវត្តមានបារាំងក្នុងក្រុមនេះមានអ៊ីសារ៉ាជនដែលគណៈបកប្រជាធិបតេយ្យជាច្រើនរូបដូចជាលោកអ៊ីងកឺសលោកហែមចម្រើនជាងវមលោកញ៉ែមសម្បូរលោកត្រូវបានចាប់បញ្ជូនទៅឃុំឃាំងនៅទីក្រុងព្រីនគរដោយគ្មានការកាត់ក្តីចំនួន9ខែមីនាដល់ខែវិច្ឆិកាឆ្នាំ1947រួចបញ្ជូនមកកម្ពុជាវិញគាត់ទុកក្នុងលំនៅឃុំឃាំងនៅកំពង់ចាមរហូតដល់ខែមិថុនាឆ្នាំ1948ប្រហែលជាត្រូវបានដោះលែងដោយសារមានអន្តរាគមន៍ពីសម្ដេចនៅថ្ងៃទី21ខែកក្កដាឆ្នាំ1948លោកជាសមាជិក
មួយរូបក្នុងចំណោមសមាជិក5រូបនៃសភាជាតិខ្មែរដែលត្រូវបានជ្រើសរើសជាមួយយុគកន្ធុលធុនអុកសុកថុងនិងគៀមញៀមឲ្យទៅចូលរួមក្នុងសភាសហភាពបារាំងនៅខែឧសភាក្រុមនេះបានទាមទារឯករាជ្យនៃកម្ពុជាក៏បានស្នាក់នៅក្នុងប្រទេសបារាំងរហូតដល់ថ្ងៃទី29ខែមិថុនានៅក្នុងឆ្នាំ1971លោកប្រហែលជាមានទំនាក់ទំនងជាមួយនឹងគណៈបកកុម្មុយនីសបារាំងនិងក្រុមអ្នកចូលចិត្តពួកយីមិញក្រោយមកទៀតលោកត្រូវបានជួយឈ្មោះឲ្យគេបោះឆ្នោតនៅថ្ងៃទី9ខែកញ្ញាឆ្នាំ1951នៅមណ្ឌលកំពង់សៀមខេត្តកំពង់ចាមប៉ុន្តែមិនបានជាប់ឆ្នោតទេថ្ងៃទី21ខែវិច្ឆិកាឆ្នាំ1951ជាអនុលេខាធិការទទួលបន្ទុកប៉ូលីសជាតិជំនួសលោកប្រាក់ប្រាព្រឹងលោកបានបង្កើតកងតម្រួតពិសេសសម្រាប់សង្កេតអ្នកដែលទាក់ទងជាមួយនឹងអំណាចបារាំងលោកប្រហែលជាមានតួនាទីក្នុងដំណើរទៅកាន់តំបន់បះបោរបស់លោកសឺនុកថាញ់នៅថ្ងៃទី9ខែមិនិនាឆ្នាំ1952ការឃ្លាតចេញពីអំណាចរបស់សម្ដេចសៀននុចាប់ពីឆ្នាំ1966លោកបានប្រឆាំងដោយមិនសូវចេញមុខនឹងសម្ដេចព្រះប្រមុខរដ្ឋព្រះបាទសម្ដេចព្រះសីហនុជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលសង្កាត់លេខ6ក្រុងភ្នំពេញនាពេលបោះឆ្នោតនៅក្នុងឆ្នាំ1966ក្នុងគណៈរដ្ឋមន្ត្រីទី22នៃសង្គមក្រោយមកទៀតនៅថ្ងៃទី25ខែតុលាឆ្នាំ1966ដល់ថ្ងៃទី1ខែឧសភាឆ្នាំ1967លោកជាឧបនាយករដ្ឋមន្ត្រីក្រសួងធម្មការរដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលផ្នែកសង្គមគិច្ចវប្បធម៌និងការបោសសម្អាតនិងយុវជនលោកក៏បានចេញផ្សាយសារព្រមានខ្មែរឯករាជ្យនិងគាំទ្រគណៈរដ្ឋមន្ត្រីរបស់លោកលន់នល់ស្រីមតានៅថ្ងៃទី13ខែសីហាឆ្នាំ1969ដល់ថ្ងៃទី18ខែមិនិនាឆ្នាំ1970ក្រោយពីសម្ដេចសៀននុធ្លាក់ពីតំណែងនៅថ្ងៃទី18ខែមិនិនាឆ្នាំ1970លោកត្រូវបានតែងតាំងជាអគ្គរដ្ឋទូតនៅប្រទេសជប៉ុនម្ដងទៀតនៅថ្ងៃទី30ខែមិនិនាឆ្នាំ1974លោកបានលាលែងពីតំណែងដោយសារមិនយល់ស្របតាមនយោបាយរបស់លោកលន់នល់ហើយបន្ទាប់មកលោកបានភៀសខ្លួនទៅប្រទេសបារាំងនៅក្នុងឆ្នាំ1974បង្កើតចលនានិន្នាការជាតិនិយមខាងស្ដាំដែលមានឈ្មោះថាមូលខ្មែរនៅក្នុងឆ្នាំ1977ទោះជាបានចូលរួមជាផ្លូវការជាមួយរណសិរ្សរំដោះពលរដ្ឋខ្មែររបស់លោកសឿនសាននៅក្នុងឆ្នាំ1979ប៉ុន្តែលោកសំវានៅតែជាអិសរាជជននយោបាយឯករាជ្យម្នាក់ដដែលការទទួលមរណភាពរបស់លោកសំវាបានទទួលមរណភាពនៅថ្ងៃទី12ខែតុលាឆ្នាំ1989ជាចុងក្រោយក៏សូមអរគុណដល់បងប្អូនខ្មែរយើងទាំងអស់ហើយសូមជូនពរឲ្យបងប្អូនខ្មែររបស់យើងទាំងអស់មានភក្ដីភាពនិងភាពសាមគ្គីនៅក្នុងខ្លួនហើយក៏មានឆន្ទៈជាតិនិយមឲ្យបានច្រើនដើម្បីការពារទឹកដីមាតុភូមិរបស់យើងសម្រាប់ក្មេងជំនាន់ក្រោយរបស់យើងទាំងអស់គ្នាសូមអរគុណ